សួស្តីនេះគឺជាអេពីសូតទី3របស់ខ្ញុំហើយក្នុងវីដេអូមួយខ្ញុំធ្វើមួយអេពីសូតគឺមួយបទបញ្ញត្តិមានន័យថាខ្ញុំសង្ខេបក្នុងមួយអេពីសូតហ្នឹងគឺខ្ញុំសង្ខេបតែមួយបទបញ្ញត្តិទេបទបញ្ញត្តិទី3គេបានសរសេរនៅក្នុងសៀវភៅថាបិទបាំងពីចេតនារបស់អ្នកឲ្យចិត្តកន្លែងតែហ្នឹងគេបានប្រាប់យើងថាកុំឲ្យយើងសូឬក៏យើងបង្ហាញនៅចេតនាមិនថាចេតនាអាក្រក់ឬក៏ល្អទេវាអាចនឹងធ្វើឲ្យយើងពេលខ្លះយើងភ្លេចខ្លួនដែរដោយសារតែយើងនិយាយចេតនារបស់យើងដោយអត់ដឹងខ្លួនធ្វើត្បិតតែពេលខ្លះយើងអត់ដែលមានគំនិតអាកំបាំងមែនប៉ុន្តែយើងត្រូវតែលាក់នៅចេតនារបស់យើងខ្លះយើងអាចបញ្ចេញ 100% ទេចេតនាអាក្រក់វាជាចេតនាមួយដែលគេអត់ចង់ឃើញហើយវាជាចេតនាមួយដែលយើងមិនគួរបញ្ចេញជាដាច់ខាតតែបើចេតនាល្អយើងគួរតែបញ្ចេញប៉ុន្តែកុំបញ្ចេញពេករហូតដល់ថ្នាក់គេអាចវិនិច្ឆ័យមកលើចរិតយើងបានមនុស្សយើងភាគច្រើនដូចជាសភៅបើកចំហមកក្បាលអញ្ចឹងពួកគេតែងតែចូលចិត្តនិយាយអារម្មណ៍ពិតឬក៏អារម្មណ៍ដែលពួកគេមានហ្នឹងបញ្ចេញមតិពួកគេទៅគ្រប់កលៈទេសៈអញ្ចឹងទៅនឹងបានបង្ហាញពីផែនការជីវិតរបស់ខ្លួនឯងឬក៏ចេតនាណាមួយជាហូរហែតាមពិតទៅវាជារឿងធម្មតាទៅហើយដែលមនុស្សតែងតែនិយាយពីអារម្មណ៍របស់ខ្លួននិងផែនការរបស់ខ្លួនទៅប្រាប់អ្នកដទៃជាពិសេសអាផែនការអនាគតនឹងមកវាទីមទីឲ្យមានការកត់ខំប្រឹងប្រែងបន្តិចដើម្បីគ្រប់គ្រងអណ្ដាតរបស់អ្នកនិងបញ្ជាអារម្មណ៍របស់អ្នកឲ្យនៅល្អមានន័យថាគុំតន់និយាយអីប្រេះផ្ដាស់ហើយអ្នកទាំងអស់គ្នាកុំគិតថាអ្នកទាំងអស់គ្នានិយាយពី plan ជីវិតរបស់អ្នកទាំងអស់គ្នាឬក៏គោលដៅជីវិតរបស់យើងណាយើងទៅប្រាប់គេសប្បាយចិត្តត្រេកតាល់មួយយើងអត់ទេបងប្អូនកុំឲ្យសោះមនុស្សយើងឥឡូវគឺនៅពេលដែលយើងនិយាយរឿងជីវិតរបស់យើងឬក៏យើងនិយាយពី plan ជីវិតរបស់យើងទៅប្រាប់គេអត់ចង់ស្ដាប់ទេបងប្អូនគេអត់ចង់ស្ដាប់ពីបញ្ហារបស់យើងទេគេក៏មានបញ្ហារបស់គេដែរអញ្ចឹងរឿងខ្លះយើងគួរតែលាក់ទៅព្រោះវាជាគោលដៅជីវិតរបស់យើងមិនមែនជាគោលដៅជីវិតរបស់គេទេដែលគេត្រូវមកដឹងពីជីវិតរបស់យើងដែរទេអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមឲ្យបងប្អូនប្រយ័ត្នប្រយែងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានមួយទៀតគឺគ្រប់គ្រងទៅលើចិត្តបងប្អូនឲ្យបានកុំតន់ចិត្តកជ្រោលឬក៏កុំតន់ធ្វើឲ្យចិត្តខ្លួនឯងហ្នឹងត្រេកត្រអាលពេកនៅក្នុងការនិយាយរឿងហ្នឹងទៅប្រាប់អ្នកដទៃឬក៏អ្នកណាម្នាក់ពេលខ្លះទៅយើងគ្រាន់តែចង់ឲ្យគេយល់ឬក៏ចង់ឲ្យគេដឹងពីផែនការយើងវាគ្មានបំណងអាក្រក់ទេចំពោះអ្នកដែលនិយាយប៉ុន្តែអ្នកដែលស្ដាប់ឮមិនប្រកាសថាគេមានបំណងល្អទេគេពេលខ្លះក៏គេច្រែងយើងនៅអ្វីដែលយើងនិយាយប្រាប់គេដែរដោយសារតែ plan ជីវិតរបស់យើងឬក៏គោលការណ៍ជីវិតផែនការជីវិតអីហ្នឹងគឺគេមិនចង់ដឹងទេគេមិនចង់ដឹងនៅអ្វីដែលយើងទៅប្រាប់គេទេអញ្ចឹងកន្លែងទៅហ្នឹងគួរតែបង្វៀងយើងទៅនិយាយអីផ្សេងទៅបើសិនជាមិត្តភ័ក្តិឬក៏អ្នករាប់អានគ្នាមិនគួរឲ្យដឹងដាច់ខាតតែម្ដងចុះបើសិនជាគេដឹងហើយតើមានផលវិបាកអីអត់ហើយមានផលអ្វីជាមានអីអត់វាមានបើវាមានមិនខ្ពស់ទេគ្រាន់ថាមានហ្នឹងមានដោយសារតែនៅពេលដែលបងប្អូននិយាយបញ្ហាឬក៏និយាយពី plan គោលដៅជីវិតរបស់បងប្អូនទៅប្រាប់គេហ្នឹងពេលខ្លះមនុស្សទាំងអស់ហ្នឹងគឺគាត់ចូលចិត្តយករឿងហ្នឹងទៅនិយាយលេងសើចមានន័យថាគាត់និយាយលេងសើចពីយើងណានិយាយលេងសើចពី plan ជីវិតរបស់យើងថាអូម្នាក់នេះគាត់ចង់ធ្វើអញ្ចេះអញ្ចឹងទៅម្នាក់ទៀតនោះគាត់ចង់ធ្វើអញ្ចេះអញ្ចឹងទៅវាទៅជារឿងហ្នឹងលេងអាកំបាំងវាទៅជារឿងហ្នឹងលេងមានតម្លៃវាទៅជា plan ដែលយើងបានគិតហ្នឹងវាអត់មានតម្លៃអីសោះនៅពេលដែលយើងស្ដាប់ទៅយើងហាក់បីដូចជាអន់ចិត្តហើយយើងនឹងស្ដាយក្រោយនៅពេលដែលយើងបាននិយាយ plan ជីវិតរបស់យើងឬក៏យើងបាននិយាយពីគោលដៅជីវិតរបស់យើងហ្នឹងទៅប្រាប់មនុស្សអស់នោះចុះបើសិនជាយើងនិយាយហើយធ្វើម៉េចទៅបើយើងនិយាយហើយអ្នកទាំងអស់គ្នាគួរតែនិយាយ plan ជីវិតហ្នឹងគឺ plan កុហកទៅកុហកគេហៅកុហក plan ណាអាចនិយាយថាមិនមែន plan ពិតរបស់យើងទេគ្រាន់តែជាការកំដរអារម្មណ៍និយាយឲ្យយើងបានធូរនៅក្នុងអារម្មណ៍និយាយឲ្យយើងបានសប្បាយចិត្តនៅក្នុងអារម្មណ៍របស់យើងមានន័យថា plan ហ្នឹងគឺ plan คล้ายអាចនិយាយថា plan ហ្នឹងគឺជាមិនមែន plan ពិតរបស់យើងទេហើយវាមានជាកម្រងពិតរបស់យើងទេគ្រាន់តែជាកម្រងคล้ายបើអ្នកនរគ្នាចង់សូអ្នកនរគ្នាសូអាចចំណុចកុហកហ្នឹងទៅយើងគួរតែកុហកចំពោះមនុស្សណាដែលយើងគួរកុហក
ដូចជាមនុស្សដែលចង់និយាយថា fake friend ហ្នឹងណាអញ្ចឹងយើងហក់ទៅមិនអីទេតែដូចជាគ្រួសារដូចជាបងប្អូនឬក៏ពុកម្ដាយអាចនិយាយថាបងប្អូនគួរតែនិយាយ plan ការពិតឬក៏និយាយពីគោលដៅជីវិតឲ្យច្បាស់លាស់ជាមួយពួកគាត់មិនថាអ្នកដែលមានគ្រួសារហើយឬក៏អ្នកដែលមិនទាន់មានទេអ្នកដែលមិនទាន់មានអាចភាសាជាមួយពុកម្ដាយឬក៏បងប្អូនបានអ្នកដែលមានគ្រួសារហើយអាចភាសាជាមួយភរិយាឬក៏ប្តីក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាទៅប៉ុន្តែយើងគួរតែនិយាយ plan ជីវិតឲ្យល្អវិភាសាជាមួយនឹងគាត់ឬក៏យើងគួរតែនិយាយ plan ជីវិតឲ្យបានវែងឆ្ងាយជាមួយពួកគាត់ដើម្បីយកបញ្ហាហ្នឹងមកវិភាគហើយនឹងដោះស្រាយឬក៏គិតពីអនាគតអ្នកទាំងអស់គ្នាហើយ plan ជីវិតរបស់បងប្អូនកុំនិយាយធំពេកកុំនិយាយធំរហូតដល់ថ្នាក់គេស្ដាប់ទៅហាក់បីដូចជាកុហកណាគំនិតរបស់យើងឬក៏ចិត្តរបស់យើងចង់ធ្វើឲ្យ plan របស់យើងនឹងវាទៅជាមហិមាចង់ធ្វើឲ្យ plan របស់យើងនឹងវាស្ដាប់ទៅវាអស្ចារ្យវាធំខ្លាំងវាអនាគតនឹងវាល្អខ្លាំងប៉ុន្តែបងប្អូនកុំភ្លេចគិតថានៅពេលដែលបងប្អូននិយាយទៅស្មើនឹងកុហកបងប្អូននិយាយចេញមកក្រៅស្មើនឹងបងប្អូនកំពុងតែកុហកទៅកាន់នរណាម្នាក់ដោយសារតែ plan របស់យើងនឹងវាស្ដាប់ទៅវាដូចជាមហាសច្ចាពេកអញ្ចឹងកន្លែងហ្នឹងវាដូចជារឿងកុហកអញ្ចឹងបងប្អូនគួរតែនិយាយ plan តូចៗទៅ plan តូចៗទៅមុនសិនអា plan ធំៗចាំយើង skip ទុកវានៅពេលដែលយើងអាតូចជោគជ័យចាំលៀងអាធំតែម្ដងនៅក្នុងវីដេអូហ្នឹងខ្ញុំមិនមែនបង្រៀនឲ្យបងប្អូនចេះកុហកទេខ្ញុំបង្រៀនឲ្យបងប្អូនចេះការពារខ្លួននៅមនុស្សដែលបងប្អូនមិនគួរនិយាយបង្រៀនឲ្យបងប្អូនចេះការពារខ្លួននៅមនុស្សដែលមិនគួរនឹងបង្ហាញនៅគម្រោងជីវិតរបស់បងប្អូនទៅកាន់ពួកមនុស្សអស់នោះជាពិសេសគឺមិត្តភ័ក្តិគេហៅថា fake friend ដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺ fake friend បងប្អូនមិនគួរនិយាយដាច់ខាតចំពោះគម្រោងការនិង plan ជីវិតរបស់បងប្អូន plan ជីវិតដែលល្អបំផុតដែលបងប្អូនគួរតែនិយាយគឺជាមួយក្រុមគ្រួសារបងប្អូនតែមួយអ្នកគត់អាចនិយាយថាបើមានប្រពន្ធនិយាយប្រាប់ប្រពន្ធទៅបើមានប្តីគួរតែនិយាយប្រាប់ប្តីហើយអ្នកដែលមិនទាន់មានគ្រួសារគួរតែនិយាយប្រាប់ឪពុកម្ដាយរបស់ខ្លួនឯងអាចនឹងភាសាជាមួយគាត់ទៅខ្ញុំគិតថារឿងហ្នឹងគឺល្អបំផុតយើងគួរតែរៀប plan តូចៗធ្វើយើងធ្វើ plan តូចៗសិនទៅទោះវាធ្វើត្បិតតែវាមិនទាន់ល្អខ្លាំងឬក៏វាមិនទាន់បានផលប្រយោជន៍សម្រាប់យើងខ្លាំងប៉ុន្តែវាអាចនឹងផ្ដល់នៅអត្ថន័យនិងផ្ដល់នៅប្រយោជន៍យើងខ្លាំងនៅថ្ងៃមុខដោយសារតែអាតូចយើងជោគជ័យអាធំអញ្ចឹងក៏យើងធ្វើជោគជ័យដែរអញ្ចឹងអ្នកដែលមើលមកជាពិសេសគឺក្រុមគ្រួសាររបស់យើងនៅពេលដែលយើងធ្វើអាតូចជោគជ័យហើយគាត់ប្រកាសជាទុកចិត្តទៅលើអាធំហើយអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំបកស្រាយបានតែប៉ុណ្្នឹងឯងចាំយើងជួបគ្នានៅវីដេអូក្រោយទៀតជួបគ្នានៅវីដេអូវគ្គ4អរគុណអ្នកនរគ្នាជួបគ្នាវីដេអូក្រោយ